ដំណាំកៅស៊ូនិងស្វាយចន្ទីដាំថ្មីៗនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ត្រូវបានបង្ក្រាបនិងដកបំផ្លាញចោលខេត្តក្រចេះដំណាំកៅស៊ូនិងស្វាយចន្ទីជាច្រើនហិកតាដែលត្រូវបានក្រុមឈ្មួញធ្វើការឈូសឆាយនិងដាំថ្មីៗនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថស្រុកសម្បូរចូលបង្ក្រាបនិងដកបំផ្លាញដីព្រៃរាប់រយហិកតានៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ត្រូវបានក្រុមឈ្មួញធ្វើការឈូសឆាយដោយប្រើត្រាក់ទ័រនិងភ្ជួរដីដាំដំណាំកៅស៊ូឬស្វាយចន្ទីដើម្បីលក់បន្តជាហូរហែហើយនៅចំណុចទីតាំងសស8ជ្រុងនិងចំណុចពន្លឺពេជ្រហើយទីតាំងទាំងនោះក៏ធ្លាប់ត្រូវបានមន្ត្រីឧទ្យានុរក្សធ្លាប់បានចុះពិនិត្យទីតាំងគោលដៅទាំងនោះនិងធ្វើរបាយការណ៍បន្តកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយដែរប៉ុន្តែទោះបីជាយ៉ាងណាក្រុមឈ្មួញ2អ្នកប្តីប្រពន្ធដែលអ្នកភូមិនៅតំបន់នោះស្គាល់ថាជំទាវណែតនិងស្វាមីនៅតែបន្តសកម្មភាពប្រើត្រាក់ទ័រឈូសឆាយនិងភ្ជួរដីនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្រខាងលើដើម្បីដាំជាដំណាំហើយលក់បន្តជាហូរហែកន្លងទៅដោយមិនខ្លាចរអាច្បាប់នោះទេបើតាមប្រភពពីកម្មករដែលបានស៊ីឈ្នួលដាំកៅស៊ូនៅតំបន់ខាងលើគេបានប្រាប់ថាពួកគាត់គ្រាន់តែជាអ្នកស៊ីឈ្នួលឲ្យគេតែប៉ុណ្ណោះហើយថៅកែដែលបានហៅពួកគាត់មកធ្វើការអ្នកខ្លះហៅថាអ៊ំណែតអ្នកខ្លះទៀតហៅថាជំទាវណែតដែលកន្លងទៅពួកគាត់ថាអ៊ំណែតឬជំទាវណែតបានធ្វើសកម្មភាពកាប់ឈូសឆាយដីព្រៃនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នោះជាយូរណាស់មកហើយគ្មាននរណាហ៊ានធ្វើអីក្រុមគ្រួសារគាត់នោះទេជាក់ស្ដែងក្រោយពីមានសេចក្តីរាយការណ៍ទៅមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តក្រចេះអំពីទីតាំងដែលបានធ្វើសកម្មភាពដាំដំណាំនៅតំបន់នោះលោកគៀប៊ូប្រធានមន្ទីរបរិស្ថានខេត្តក៏បានចាត់ឲ្យមន្ត្រីឧទ្យានុរក្សសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថស្រុកសម្បូរចុះធ្វើការបង្ក្រាបដោយដុតបំផ្លាញចោលនៅដំណាំទាំងនោះកាលពីចុងសប្តាហ៍កន្លងទៅលោកគៀប៊ូប្រធានមន្ទីរបរិស្ថានខេត្តក្រចេះបានឲ្យដឹងថាកម្លាំងរបស់លោកបានចុះទៅដល់គោលដៅមួយចំនួននៅក្នុងភូមិសាស្ត្រក្នុងដែនជម្រកសត្វព្រៃព្រៃឡង់រួមមានទី1ដីត្រង់ចំណុចសស8ជ្រុងនិយមការ X574790 វាយ1414 គឺជាដីជាប់បណ្ដឹងឆ្នាំ2025អាជ្ញាជន ក្រុមការងារបានប្រទះឃើញមានការលួចដាំកូនកៅស៊ូថ្មីអាយុកាល1ថ្ងៃមិនបានឃើញជនសង្ស័យនៅកន្លែងកើតហេតុទេក្រុមការងារបានដុតបំផ្លាញចោលនៅនឹងកន្លែងចំនួន133កូនចំណុចផ្លូវបំបែកដើមចំបក់ពន្លឺពេជ្រនិយមការ X 579113 វាយ1415060ក្រុមការងារបានប្រទះឃើញកូនកៅស៊ូទម្លាក់ទុកមិនទាន់ដាំមួយកន្លែងចំនួនប្រមាណ491កូនក្រុមការងារបានធ្វើការបំផ្លាញចោលនៅនឹងកន្លែង3ចំណុចពន្លឺពេជ្រនិយមការ X 578090 វាយ1416639ក្រុមការងារបានប្រទះឃើញករណីឈូសឆាយកាប់គាស់រុករានដីព្រៃព្យួរនឹងដាំកូនកៅស៊ូថ្មីអាយុប្រហែល5ថ្ងៃមួយកន្លែងទំហំផ្ទៃដីប្រមាណជា 33.61 ហិកតាក្រុមការងារបានធ្វើការដកបំផ្លាញចោលនៅនឹងកន្លែងចំនួន96កូននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចំណុចទី4ពន្លឺពេជ្រនិយមការ X 578447 វាយ1416340ដីជាប់បណ្ដឹងឆ្នាំ2026អាជ្ញាជនក្រុមការងារបានប្រទះឃើញមានការលួចដាំកូនស្វាយចន្ទីថ្មីអាយុកាលប្រហែល13ថ្ងៃក្រុមការងារបានដុតបំផ្លាញចោលនៅនឹងកន្លែងចំនួន128កូនដោយឡែកចំពោះជំទាវណែតឬអ៊ំណែតដែលគេស្គាល់ថាជាបុគ្គលដែលសកម្មនៅក្នុងការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់នោះក្រុមការងារយើងមិនទាន់អាចស្វែងរកការទំនាក់ទំនងដើម្បីបញ្ជាក់អំពីបញ្ហានេះបាននៅឡើយទេបើទោះបីជាយ៉ាងណាក្រុមការងារនៅរងចាំការបំភ្លឺបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធ